បងសុំនិយាយឲ្យហើយកុំបង្កើត content បង្កើតទីផ្សារបងអត់ចូលចិត្តទេដោយសារបងនិយាយត្រង់បងចូលចិត្តត្រង់ពីព្រោះបើសិនជាបងមកពឹងពាក់ឲ្យបងផ្សាយដោយសារតែបងយើងស្មោះត្រង់ណាបាទឥឡូវមកនិយាយមកមិនមែនបង្កើតទីផ្សារនិយាយគ្នាឲ្យហើយតែបង្កើតទីផ្សារមហាជនជេរតណៃកុំឲ្យជេរទាំងបងនិយាយគ្នាឲ្យហើយមកពេលដែលខ្ញុំកំពុងតែលក់តរ៉េនហ្នឹងគឺមានមនុស្សច្រើនមែនតើបងប្អូនដល់ពេលចឹងទៅក៏បងខ្ញុំមិនដឹងថាប្រុសឬមួយក៏ស្រីទេពេលដែលគាត់បាញ់ហ្នឹងខ្ញុំកំពុងតែអោនពូតរ៉េនឲ្យភ្ញៀវដល់ពេលតែខ្ញុំឃើញលោតគ្រីថាចូលហើយគឺខ្ញុំអរគុណហើយគឺខ្ញុំបានចាប់អារម្មណ៍ថាលុយហ្នឹងវាចំនួនប្រហែលទេតែដឹងថាទឹកលុយដែលគាត់ទិញខ្ញុំគឺអស់តែចំនួន 50000 លុយខ្មែរទេតែដល់ពេលគាត់ទៅ select មកបាញ់មិនគឺខ្ញុំអត់បានចាប់អារម្មណ៍ទេដល់ពេលគ្រួសារខ្ញុំនេះគាត់លក់នៅម្ខាងទៀតក៏គាត់ទេមកខ្ញុំថាណាគេដែលគាត់បាញ់លុយមកចំនួន $5000 ហើយខ្ញុំក៏អើប្រខ្ញុំថាអូណាគេមកទិញតរ៉េនអី 5000 អត់មានណាគេមកទិញទេហើយក៏ខ្ញុំហ្នឹងចាប់ផ្ដើមធ្វើវីដេអូមួយដើម្បីផុសឲ្យម្ចាស់លុយហ្នឹងគាត់មកយកលុយវិញហើយដល់ពេលមានមហាជនបងមួយចំនួនទូចដែលគាត់ចូលមកខមមិនអ្នកខ្លះគាត់ខមមិនល្អទៅអ្នកខ្លះគាត់ខមមិនថាខ្ញុំនឹងធ្វើទីផ្សារដើម្បីទូលក់តរ៉េននេះខ្ញុំអត់មានចេតនាទៅធ្វើអញ្ចឹងទេខ្ញុំផុសតែតរ៉េនខ្ញុំក៏ខ្ញុំទូលក់យកតាណាមិនអស់ដែរគាត់ថានេះគឺជាចេតនាខ្ញុំចង់ឲ្យបងស្រីឬមួយក៏បងប្រុសដែលគាត់បាញ់លុយនេះចូលមកឈ្មោះឲ្យគេបងឲ្យគាត់មកយកលុយគាត់ទៅវិញសាររឿនរស់ណាសាររឿនរស់ហើយខ្ញុំបញ្ជាក់មួយទៀតករណីដែលគាត់បាញ់មកនេះគឺគាត់បាញ់ពីវិញចូល A by A អញ្ចឹងបានន័យថាពួកខ្ញុំផ្ញើសារទៅគាត់ក៏អត់បានមីសេទៅគាត់ប្រាប់ថាគាត់បាញ់លុយលើក៏អត់បានត្រឡប់ទៅវិញក៏អត់បានទៅតាក់តងទៅតាមណាក៏អត់បានដែរអញ្ចឹងមានអត់ឲ្យពឹងឲ្យបងប្រុសជួយផ្សាយឲ្យហើយនិយាយទៅបើសិនជាបងផ្សាយក៏អត់មានណាមកឲ្យបងសម្ដែងខ្ញុំដែរបើកាលណាតែឲ្យសម្ដែងគេជេរបងឯងចប់បដ ாய் ពួកខ្ញុំអត់ចូលចិត្តទេនិយាយត្រង់បងប្អូនចង់និយាយថាតួគាត់ជាអ្នកណាខ្ញុំអត់ខ្វល់ទេខ្ញុំនិយាយដោយត្រង់ពួកមនុស្សខ្ញុំត្រង់បាទបើសិនជាគាត់មកក្នុងន័យសម្ដែងឬមួយក៏ចូលរួមបង្កើតទីផ្សារបង្កើត content ដើម្បីល្បីគឺខ្ញុំឲ្យខ្ញុំ$10000ខ្ញុំអត់ផ្សាយដែរខ្ញុំនិយាយឲ្យត្រង់ជាមួយគាត់សម្រាប់អ្នកមានបញ្ហាសុខភាពដូចជាលើជាស្គរលើជាខ្លាញ់លើជាអាស៊ីតឬក៏លើឈាមនឹងមានបញ្ហាឈឺសន្លាក់ឈឺចុកប្រួយតាមសាច់ដុំស្រះហើយបាត់ជើងស្គីបាត់ជើងក៏បាត់ក្នុងការគេងឥឡូវគឺខ្ញុំសូមណែនាំជាមួយនឹងបាត់ជើង50ដែលវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនក្នុងការមើលយកស្រូបជាតិពុលនៅក្នុងរាងកាយរបស់យើងកំឡុងពេលគេថែមទាំងបង្កើនភាពស៊ាំបង្កើនចរន្តឈាមនិងថែមទាំងជួយបំបាត់បញ្ហាឈឺចុកចាក់ទឹករយហើយបើសម្រាប់ការប្រើប្រាស់វិញគឺងាយស្រួលមែនទែនបបរាន់តែបិទនៅលើបាត់ជើងមុនចូលគេងហើយស្អែកព្រលឹមនៅពីគេយើងបកចាញ់គឺមានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយតាំងពីបកប្រែលើដំបូងនឹងហ្មងអញ្ចឹងបងអងគូវិញអាចរកទិញបាននៅលើទីផ្សារទូទាំង25ខេត្តក្រុងឬក៏អាចតំណតាមเพจឬក៏ Telegram ដែលមាននៅក្នុងវីដេអូនេះបានជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinwayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ$1000រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាបាទអនុញ្ញាតគោរពនឹងជំរាបសួរប្រិមត្តទស្សនិកជនជាទីគោរពបងប្អូនបានស្គាល់ពីអ្នកប្តីប្រពន្ធគាត់ហើយគឺជាអ្នកលក់តរ៉េនបាទនៅតាមបណ្ដាញសង្គមក៏ដូចជាមានបងប្អូនគាត់ស្គាល់គាត់ដែរបាទអញ្ចឹងថ្ងៃនេះគាត់មកពឹងពាក់ឲ្យខ្ញុំផ្សព្វផ្សាយដោយសារតែរឿងគេបាញ់លុយច្រឡំមកគាត់គឺជាអតិថិជនរបស់គាត់មកទិញតរ៉េនបាញ់លុយឲ្យគាត់ចំនួន$5000ដោយសារតែគាត់និយាយប្រាប់ខ្ញុំមិញថាគាត់មិនមែនបង្កើត content មិនមែនបង្កើតទីផ្សារមិនមែនអីទេតែដោយសារតែគាត់ជួបរឿងមួយដែលពិបាកហ្នឹងគឺគាត់មិនអាច transfer លុយហ្នឹងទៅវិញបានន័យថា refund លុយហ្នឹងទៅវិញណាគាត់អត់អាចបាញ់ទៅឲ្យលុយហ្នឹងវិញសូម្បីតែ message ទៅក៏អត់ message បានដែរនេះលុយដែលចំនួនបាញ់$5000នេះបងប្អូនបាទឈ្មោះដូចជាសាររឿនរស់ឈ្មោះសាររឿនរស់អូបាទបងឈ្មោះសាររឿនរស់បើបងបានឃើញការផ្សព្វផ្សាយព័ត៌មាននេះគឺបងអាចមកតាក់ទងយកលុយពីបងប្អូនទាំងពីរវិញបានបាទដោយសារតែគាត់ជាអ្នកលក់តរ៉េនបានន័យថាគាត់បានបញ្ជាក់ប្រាប់ខ្ញុំហើយថាមិនមែនបង្កើតទីផ្សារឬមួយក៏បង្កើត content អីទេបើសិនជាគាត់បង្កើតខ្ញុំក៏អត់ចូលរួមផ្សាយដែរបងប្អូនតែដោយសារតែគាត់មិនអាចតំណតំណងទៅម្ចាស់លុយវិញគឺម្ចាស់លុយនេះគឺបាញ់លុយលើសរហូតដល់ទៅ$5000បាទ$5000និយាយគ្នាឲ្យបងប្អូនមកបញ្ជាក់បងឲ្យច្បាស់បន្តិចបងសុំនិយាយឲ្យហើយកុំបង្កើត content បង្កើតទីផ្សារបងអត់ចូលចិត្តទេដោយសារបងនិយាយត្រង់បងចូលចិត្តត្រង់ពីព្រោះបើសិនជាបងមកពឹងពាក់ឲ្យបងផ្សាយដោយសារតែបងអាចនិយាយបានថាយើងស្មោះត្រង់ណាបាទឥឡូវមកនិយាយមិនមែនបង្កើតទីផ្សារនិយាយគ្នាឲ្យតែបង្កើតទីផ្សារមហាជនជេរតណៃកុំឲ្យជេរទាំងបងនិយាយគ្នាឲ្យមកពេលដែលខ្ញុំកំពុងតែលក់តរ៉េនហ្នឹងគឺមានមនុស្សច្រើនមែនតើបងប្អូនដល់ពេលចឹងទៅក៏បងខ្ញុំមិនដឹងថាប្រុសឬមួយក៏ស្រីទេពេលដែលគាត់បាញ់ហ្នឹងខ្ញុំកំពុងតែអោនពូតរ៉េនឲ្យភ្ញៀវដល់ពេលតែខ្ញុំឃើញលោតគ្រីថាចូលហើយគឺខ្ញុំអរគុណហើយគឺខ្ញុំបានចាប់អារម្មណ៍ថាលុយហ្នឹងវាចំនួនប្រហែលទេតែដឹងថាទឹកលុយដែលគាត់ទិញខ្ញុំគឺអស់តែចំនួន$50000លុយខ្មែរទេតែដល់ពេលគាត់ select មកបាញ់មិនគឺខ្ញុំអត់បានចាប់អារម្មណ៍ទេដល់ពេលគ្រួសារខ្ញុំនេះគាត់លក់នៅម្ខាងទៀតក៏គាត់ទេមកខ្ញុំថាណាគេដែលគាត់បាញ់លុយមកចំនួន$5000ហើយខ្ញុំក៏អើប្រខ្ញុំថាអូណាគេមកទិញតរ៉េនអី5000អត់មានណាគេមកទិញទេហើយក៏ខ្ញុំនឹងចាប់ផ្ដើមធ្វើវីដេអូមួយដើម្បីផុសឲ្យម្ចាស់លុយហ្នឹងគាត់មកយកលុយវិញហើយដល់ពេលមានមហាជនបងមួយចំនួនទូចដែលគាត់ចូលមកខមមិនអ្នកខ្លះគាត់ខមមិនល្អទៅអ្នកខ្លះគាត់ខមមិនថាខ្ញុំនឹងធ្វើទីផ្សារដើម្បីផ្ទុះលក់តរ៉េនអីខ្ញុំអត់មានចេតនាទៅធ្វើអញ្ចឹងទេខ្ញុំផុសតែតរ៉េនខ្ញុំក៏ខ្ញុំផ្ទុះលក់យកតាណាមិនអស់ដែរគាត់ថានេះគឺជាចេតនាខ្ញុំចង់ឲ្យបងស្រីឬមួយក៏បងប្រុសដែលគាត់បាញ់លុយនេះចូលមកឈ្មោះគេបងឲ្យគាត់មកយកលុយគាត់ទៅវិញឈ្មោះសាររឿនរស់ណាសាររឿនរស់ហើយខ្ញុំបញ្ជាក់មួយទៀតករណីដែលគាត់បាញ់មកនេះគឺគាត់បាញ់ពីវិញចូល A by A អញ្ចឹងបានន័យថាពួកខ្ញុំផ្ញើសារទៅគាត់ក៏អត់បានមីសេទៅគាត់ប្រាប់ថាគាត់បាញ់លុយលើក៏អត់បានត្រឡប់ទៅវិញក៏អត់បានទៅតាក់តងទៅតាមណាក៏អត់បានដែរអញ្ចឹងមានឲ្យពឹងឲ្យបងប្រុសជួយផ្សាយឲ្យហើយនិយាយទៅបើសិនជាបងផ្សាយក៏អត់មានណាមកឲ្យបងសម្ដែងខ្ញុំដែរបើកាលណាតែឲ្យសម្ដែងគេជេរបងឯងចប់បដ ாய் ពួកខ្ញុំអត់ចូលចិត្តទេនិយាយត្រង់បងប្អូនខ្ញុំចង់ឲ្យគាត់ចង់និយាយថាតួគាត់
ជាអ្នកណាខ្ញុំអត់ខ្វល់ទេខ្ញុំនិយាយដោយត្រង់ពួកមនុស្សខ្ញុំត្រង់បាទបើសិនជាគាត់មកក្នុងនៃសម្ដែងឬមួយក៏ចូលរួមបង្កើតទីផ្សារបង្កើត content ដើម្បីល្បីគឺខ្ញុំឲ្យខ្ញុំ$10000ខ្ញុំអត់ផ្សាយដែរខ្ញុំនិយាយឲ្យត្រង់ជាមួយគាត់បាទអញ្ចឹងនេះដោយសារតែគាត់បានបញ្ជាក់ទាំងប្តីទាំងប្រពន្ធគាត់ថាគេបាញ់លុយច្រឡំគាត់មិនអាចបាញ់ទៅលេងវិញបានអញ្ចឹងគឺចំនួន$5000ពីព្រោះបើសិនជាគាត់អត់មកខ្ញុំចុះឧទាហរណ៍គាត់ដែលជាអ្នកបាញ់លុយច្រឡំហ្នឹងមកឲ្យខ្ញុំផ្សាយវិញអាហ្នឹងវាទៅជាពិបាករឿងវិញហើយគេចេខ្ញុំបាត់ហើយគេថាខ្ញុំហ្នឹងហេតុអីមិនបានមិនថ បាញ់លុយឲ្យវិញ បាញ់ឲ្យវិញហើយគាត់ជាយើងស្ងាត់ធ្វើអត់ដឹងខ្លួនអាហ្នឹងមិនចប់ខ្ញុំបណ្ដោយហើយលុយ$5000បាទលុយ$5000ខ្ញុំលក់គេទៅយកថា$5000ហ្នឹងខ្ញុំអត់រស់ស៊ីចិញ្ចឹមជីវិតខ្ញុំទៀតទេចប់មិនចប់ខ្ញុំអញ្ចឹងខ្ញុំមានតែពឹងបងដោយសារអីខ្ញុំបានផុសក្នុងកណ្ដាលដីប្រពន្ធខ្ញុំគាត់ផុសឲ្យអស់ហើយប៉ុន្តែរោគមិនទាន់ឃើញ អត់មានការតំណតំណង អត់ទាំងអស់ស្ងាត់ហ្មងហើយមួយទៀតដែលខ្ញុំមកបខំហ្នឹងបិទតោបខំឈប់លក់ភ្លាមហ្នឹងគឺដើម្បីអីដើម្បីកុំឲ្យគេថាខ្ញុំហ្នឹងសំដែងគេថាខ្ញុំសំដែងខ្ញុំហ្នឹងធ្វើទីផ្សារដើម្បីលក់តរ៉េនអីចឹងទៅហ្នឹងហើយ ហើយខ្ញុំលក់តរ៉េនអ្នកដឹងស្រាប់ហើយបងប្អូនគាត់ដល់ផ្លូវជាតិលេខ3គាត់ស្គាល់ខ្ញុំហីបើចាំត្រូវប្រឹងធ្វើទីផ្សារក៏លក់ដាច់ដែរដោយសារគាត់ស្គាល់ខ្ញុំលក់តរ៉េនតាំងពីដើមមកហើយហ្នឹង អាហ្នឹងដូចបងនិយាយចឹងតែបងឯងធ្វើទីផ្សារគេជេរតើឯងបានកុំជេរដល់បង បើថាខ្ញុំហ៊ានស្បត់មនុស្សខ្ញុំនិយាយស្មោះត្រង់ខ្ញុំអត់ចេះខ្លាចទេនិយាយទៅខ្ញុំរស់ស៊ីប៉ុណ្ណេះដែរខ្ញុំមុខមកប៉ុណ្ណេះខ្ញុំអត់ដើរទៅចង់ធ្វើទីផ្សារដើម្បីឲ្យចឹងយកលុយមកធ្វើអីគេប៉ុណ្ណឹងណាហើយខ្ញុំបើថាខ្ញុំហ៊ានធ្វើសម្ដែងខ្ញុំខុសចំពោះបងឯងធ្ងន់ទៀតបាទបងយល់ដោយសារអីបងធ្លាប់ជួបអ្នកដែលដូចបងអូនអញ្ចឹងគាត់គ្រាន់តែគេបាញ់លុយឲ្យគាត់ពូកង់3មានបានមើលព័ត៌មានហ្នឹងអត់គេបាញ់លុយឲ្យគាត់$3900គាត់ដេកទៅដល់ផ្ទះវិញគាត់ដេកភ័យគាត់ដឹកប្រពន្ធដឹកកូនមកទាំងយប់ហ្មងម៉ោង2យប់បងឯងគាត់មើលគាត់មកដូចបងអូនអញ្ចឹងម៉ោងស្មើហ្នឹងឥឡូវគាត់មើលម៉ោង1អីគាត់មករកខ្ញុំឲ្យខ្ញុំផ្សាយគាត់បិទកន្លែងលក់ភ្លាមគាត់មកឲ្យខ្ញុំផ្សាយដោយសារតែគាត់បានប្រកាសតាំងពីល្ងាចមកដល់ម៉ោងនេះអត់ទាន់មានអ្នកតំណងមកទេគឺម្ចាស់លុយឈ្មោះម្ដងទៀតមកអូនបង សាររឿនរស់ ឈ្មោះសាររឿនរស់ បាទខ្ញុំមិនដឹងថាខោឲ្យត្រូវតែឃើញដាក់មកអញ្ចឹងបាទ ឈ្មោះជាអក្សរអង់គ្លេសសាររឿនរស់អញ្ចឹង សាររឿនរស់ហ៎ បាទបាទមិនដឹងសាររឿនរស់ឬមួយក៏រស់សាររឿន បាទនិយាយទៅវេលាបាញ់តាំងពីម៉ោង3:16នាទី ល្ងាច បាទពេលល្ងាចថ្ងៃទី4ហ្នឹងហ្មងថ្ងៃទី4ខែ6ហ្នឹងហ្មង អញ្ចឹងបានន័យថាគាត់បាញ់លុយមកច្រឡំបាទដោយសារតែអាជួអកូនហ្នឹងគឺពិបាកមែនតើបាទអញ្ចឹងបងអូនស្រីគាត់បានបញ្ជាក់ហើយក៏ដូចជាបងអូនប្រុសដែលពួកគាត់បានមកឲ្យខ្ញុំផ្សព្វផ្សាយនេះគឺគាត់លក់តរ៉េនហ្នឹងអត់តែ$50000ទេតែម្ចាស់គណៈនៃឈ្មោះសាររឿនរស់បាទឬមួយក៏រស់សាររឿនហ្នឹងបាទអាចឈ្មោះគាត់អាចជួនកាលត្រឡប់ទៅធនាគារបាទអញ្ចឹងគាត់អាចឃើញការផ្សព្វផ្សាយនេះអាចមកតំណងឬមួយក៏ស្អែកទៅផ្ទះបងអូនឬមួយក៏ទៅកន្លែងលក់តរ៉េនរបស់បងអូនវិញទៅដើម្បីទៅយកលុយវិញឬមួយក៏យ៉ាងម៉េចចាំតំណងមួយគាត់ទៅព្រោះគាត់អ្នកនៅក្នុងបណ្ដាញសង្គមអ្នកលក់ក្នុងបណ្ដាញសង្គមដែរទេអញ្ចឹងបងប្រុសដែលបានបាញ់លុយច្រឡំមិនដឹងថាគាត់ដឹងខ្លួនឬមួយក៏មិនទាន់ដឹងបាទអត់ដឹងថាប្រុសឬមួយក៏ស្រីទៀតមើលថ្ងៃហ្នឹងលក់ដាច់ខ្លាំងហើយបានគេបាញ់រហូត ដាច់ខ្លាំងបងគេមករោមឡើងអញ៉ៃដល់ពេលចឹងទៅខ្ញុំvừaតែអោនចោះទៅក្រោមទេអត់បានចាប់អារម្មណ៍រឿងគេបាញ់លុយលើមិនលើសំខាន់តែគេបាញ់មកគ្រីសគឺអូខេហើយអត់មានថាទៅចាប់អារម្មណ៍រឿងលេខ0មិនលេខ0ទេបងបើយើងដឹងតាំងពីនៅហ្នឹងគឺខ្ញុំប្រាប់គាត់ទេប៉ុន្តែអត់បានចាប់អារម្មណ៍មែនបងប្អូនចឹងខ្ញុំអត់បានសម្ដែងទេហើយខ្ញុំហ៊ាន spot ខ្ញុំហ៊ានលើកដៃ spot ខ្ញុំអត់បានសម្ដែងទេបងប្អូនអរគ្នាពួកឯងខ្ញុំអត់មានទៅយកអារឿងចឹងមកសម្ដែងទេពួកឯងខាតមុខរបរការងាររកស៊ីខ្ញុំដែរចឹងខ្ញុំត្រូវតែឲ្យបងជួយផ្សព្វផ្សាយឲ្យពួកពេលហ្នឹងខ្ញុំផុសដែរមិនដែរបើផ្សាយឲ្យអត់មានអ្នកមកតាក់តងមកអត់មានអ្នកតាក់តងមកមែនបងលឿនអញ្ចឹងមានតែមកតាក់តងមកបងបាទអញ្ចឹងបងប្អូនសូមជួយចែករំលែកឬមួយក៏អាចឲ្យបើយើងបង្កើតឈ្មោះប៉ុណ្ណេះមានសាច់ញាតិគ្រួសារគាត់ហើយខ្ញុំចង់បញ្ជាក់បន្ថែមបន្តិចទៀតចំណុចហ្នឹងកុំឲ្យអ្នកខ្លះគាត់ចូលមកខមមិនទាំងផនច្រឡំហ៎បងគាត់ថាឥឡូវ ABA លើសំឡេងហេតុអីបានប្រពន្ធខ្ញុំហ្នឹងលើសំឡេងហើយមិនហៅគេឲ្យភ្លាមនៅពេលដែលកំពុងតែបាញ់លុយហ្នឹងជាក់ស្ដែងទូរស័ព្ទដែលវាមានសំឡេងហ្នឹងគឺនៅនឹងខ្ញុំកាន់នៅសាខាហាងទី2របស់ខ្ញុំកន្លែងខ្ញុំលក់ទី2អញ្ចឹងណាបាទអញ្ចឹងមិនបាយគ្នាលក់បានន័យថាខ្ញុំនៅកន្លែងមួយទៀតអញ្ចឹងទូរស័ព្ទនេះនៅខ្ញុំហើយអាដែលលោតចូលទឹងហ្នឹងគាត់គ្រាន់តែមើលអាគេ transaction ហ្នឹងទេអញ្ចឹងពេលដែលលោត Q មកបាច់មកឃើញ$5000ហ្នឹងគាត់អត់បានមើលបណ្ឌិតថាហ្នឹង$5000ឬក៏$50000ទេគេបាញ់មកច្រើនដេកភ័យបណ្ដោយបាទអញ្ចឹងយើងអត់នៅបានទេដោយសារឲ្យហមចាស់ឃើញខ្ញុំត្រូវតែមកភ្លាមបន្ទាន់ហ្មងខ្លាចគេមកផ្សាយមុនទៅខ្ញុំក៏ប្រកាន់អត់ដឹងតាណាទៀតដែរអត់អីទេបងអូនបាទនេះគឺជាអ្នករស់ស៊ីបង្ហាញពីភាពត្រឹមត្រូវក៏ដូចជាស្មោះត្រង់បាទវាជារឿងដែលល្អដែរហើយខ្ញុំក៏សង្ឃឹមថាបងអូនមិនចូលរួមបង្កើត content អីមកឲ្យខ្ញុំផ្សាយទេពីព្រោះគាត់និយាយគាត់ហ៊ានអះអាងគាត់ស្បត់ទៀតបាទគាត់ហ៊ានស្បត់អញ្ចឹងបានខ្ញុំផ្សព្វផ្សាយឲ្យដូចខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនទោះឲ្យខ្ញុំ$10000 $1 លានចូលរួមជាមួយគាត់ក៏ខ្ញុំអត់យកដែរបាទពីព្រោះចរិតខ្ញុំអត់ចូលចិត្តការសម្ដែងយក content យក view យកភាពល្បីល្បាញព្រោះខ្ញុំស្គាល់អស់ហើយអា view លាន view M view រាប់លានហ្នឹងគឺខ្ញុំស្គាល់អស់ហើយហ្នឹងយកមកទៅអីទៀតព្រោះអាយក view ឲ្យលាន M ហ្នឹងខ្ញុំមិនដែរបានលុយបងហ្នឹងបាទអរគុណបងប្អូនខ្ញុំនិយាយលេងអញ្ចឹងបងប្អូនជួយចែករំលែកបងឈ្មោះដូចបងអូនបានបញ្ជាក់អញ្ចឹងឈ្មោះម្ដងទៀតបងអូនសាររឿនរស់បើសិនជាសាច់ញាតិឬមួយក៏បងប្អូនឬមួយក៏គ្រួសារគាត់បានស្ដាប់ការផ្សព្វផ្សាយនេះបាទអញ្ចឹងបងប្អូនអាចជួយចែករំលែកដើម្បីឲ្យគាត់តាក់ទងមកបងប្អូនដើម្បីមកទទួលយកលុយគាត់វិញបាទអញ្ចឹងអាចផ្ដល់លេខទូរស័ព្ទបងអូនឲ្យមួយមកស្រួលគាត់ទេបាទគីឡូគាត់ជួនកាលគាត់មើលភ្លាមគាត់ដឹងភ្លាមបាទខលតាមលេខ092 23 23 98លេខហ្នឹងមាន Telegram ឬក៏លេខ067 2
250 07 បាទអូនបាទ ពីរលេខហ្នឹងអាច ជាឲ្យបងសរឿនរស់ឲ្យមកយកលុយវិញ បាទឲ្យគាត់មកយកលុយវិញមកជាបន្តមកយកទាំងយប់បាញ់ឲ្យទាំងយប់ហ្នឹងប្រយហ្នឹងហើយបងបាទ តែខ្ញុំនឹងបញ្ជាក់ដែរថាខ្ញុំអត់សម្ដែងទេខ្ញុំបញ្ជាក់ខ្ញុំអត់ដឹងថាសម្ដែងធ្វើអីទេខ្ញុំហ៊ានស្បត់ដោយសារអីឥឡូវនេះកូនខ្ញុំកំពុងតែឈឺក្តៅខ្លួនក៏ខ្ញុំអត់បានទៅមើលកូនខ្ញុំដែរដើម្បីរੂតមកឲ្យបងជួយផ្សាយឲ្យ បាទអូនបាទអត់អីទេបាទសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ពេលខ្លះដោយសារការអូស៊ីគ្នាក៏មានភាពស្មោះត្រង់ដែរដោយសារតែអ្វីដែលបងប្អូនពីអ្នកប្រទេសពលគាត់មកបញ្ជាក់នេះគឺដោយសារតែគាត់អត់ចង់ឲ្យមានភាសានិយាយថាគាត់បង្កើត content បង្កើតអីចឹងទៅបាទសម្ដែងយកទីផ្សារវាក៏ជារឿងមួយដែលពិបាកដោយសារតែបងប្អូនបានដឹងស្រាប់ហើយតែដោយសារតែមានមនុស្សមួយចំនួននៅលើបណ្ដាញសង្គមដោយសារចូលចិត្តសម្ដែងយកអញ្ចឹងបង្កើត content ធ្វើអញ្ចឹងទៅធ្វើឲ្យអាពិតទៅជាមិនពិតអាពិតទៅជាពិតអាពិតមិនពិតដល់ពេលអញ្ចឹងវាបែងចែកគ្នាអត់ដាច់តើអូនឯងមកដំបូងក៏បងនិយាយប្រាប់ដែរឃើញទេគាត់ទៅជួបបងព្រមគាត់ថាអូនឯងអត់បាទបងសួរអូនឯងភ្លាមអូនឯងបង្កើត content ឬមួយក៏បង្កើតទីផ្សារបើបង្កើតទីផ្សារបងអត់ធ្វើទេអូនឯងចង់ទៅរកខាងណាទៅតែដោយសារតែបងអូនបានបញ្ជាក់ច្បាស់លាស់ឲ្យជាមួយខ្ញុំចឹងមកខ្ញុំសបផ្សាយបាទអញ្ចឹងអរគុណប្រិយមិត្តទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនសូមជួយចែករំលែកព័ត៌មាននេះឲ្យទៅដល់បងម្ចាស់លុយ$5000បាទចំនួនមុនល្បីណា$5000បាត់បងខេមរៈសេរីមុនណាឥឡូវ$5000 កូនគេ$5000 បាទអរគុណបងប្អូនជំរាបលាបាទរកពេលពេកក៏ដូចជាការអធិប្បាយទៅមានចំណុចខ្វះខាតឬមួយក៏លើសដល់ប្រការណាមួយសំខាន់តែពេលទៅដែលយើងខ្ញុំសូមអរគុណសូមគោរពលាបាទ សម្រាប់អ្នកមានបញ្ហាសុខភាពដូចជាលើជាស្គរលើជាខ្លាញ់លើជាអាស៊ីតឬក៏លើឈាមនិងមានបញ្ហាឈឺសន្លាក់ឈឺចុករយតាមសាច់ដុំចង្ហាច់បាត់ជើងស្គីបាត់ជើងក្បាលក្នុងការគេងឥឡូវខ្ញុំសូមណែនាំជាមួយនឹងកៅអីបាត់ជើង50 ដែលវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនក្នុងការបឺតយកស្រូបជាតិពុលនៅក្នុងរាងកាយរបស់យើងកំឡុងពេលគេថែមទាំង